រឿងកុមារសម្មាទិដ្ឋិការប្រពុតអង្គគង់នៅវត្តចេតពុនចិត្តក្រុងសាវត្ថីនោះមានព្រះម្នាក់សម្មាទិដ្ឋិមានកូនម្នាក់ជាសម្មាទិដ្ឋិដែរជ្រះថ្លាចំពោះព្រះពុទ្ធគុណប៉ុនពេកកូននោះតែងបញ្ចេញវាចាថ្វាយបង្គំព្រះពុទ្ធថានមោពុទ្ធស្សៈនមោពុទ្ធស្សៈនមោពុទ្ធស្សៈខ្ញុំសូមថ្វាយបង្គំព្រះពុទ្ធខ្ញុំសូមថ្វាយបង្គំព្រះពុទ្ធជារឿយសូមបីវាលេងបោះអង្គុញជាមួយពួកក្មេងៗជាមិច្ឆាទិដ្ឋិដៃវាបោះអង្គុញមាត់វាថានមោពុទ្ធស្សៈនមោពុទ្ធស្សៈហើយវាលេងអង្គុញចេះតែឈ្នះក្មេងៗទាំងពួងព្រាហ្មណ៍ជាបិតាកុមារនោះជាអ្នករកស៊ីកាប់អុសលក់ថ្ងៃមួយគាត់បរទេះគោចូលព្រៃរកកាប់អុសយកទាំងកូននោះទៅផងកាលទៅដល់ព្រៃព្រាហ្មណ៍ដោះលែងគោឲ្យស៊ីថ្មៅតាមដងព្រៃគោទាំងពីរចូលទៅក្នុងកំពែងព្រះនគរពេលចិត្តប្រលប់ព្រាហ្មណ៍តាមរកគោឃើញហើយតែគេបិទទ្វារព្រះនគរព្រាហ្មណ៍ចេញពុំរួចក៏នៅក្នុងកំពែងនោះទៅឯកូននៅចាំរទេះតែម្នាក់ឯងចេះតែទន្ទិញថានមោពុទ្ធស្សៈនមោពុទ្ធស្សៈនមោពុទ្ធស្សៈពុំដាច់ពីមាត់កំពុងតែទន្ទិញក៏ដេកលក់តែម្នាក់ឯងទៅព្រៃនោះមានយក្សពីរនាក់មួយជាសមាទិដ្ឋិមួយជាមិច្ឆាទិដ្ឋិយក្សទាំងពីរនោះនាំគ្នាចេញរកចំណីអាហារក្នុងវេលាយប់បានឃើញកុមារនោះដេកក្នុងរទេះហើយយក្សមិច្ឆាទិដ្ឋិប្រុងចាប់ស៊ីយក្សសមាទិដ្ឋិខាត់មិនព្រមឈប់ពេលយក្សមិច្ឆាទិដ្ឋិចូលទៅចាប់ទាញជើងកុមារស្រែកថានមោពុទ្ធស្សៈនមោពុទ្ធស្សៈឡើងយក្សនោះភ័យញ័ររន្ធត់ទន់ដៃទន់ជើងស្ទើរស្លាប់រកចាប់អ្វីពុំកើតយក្សទាំងពីរខ្លាចរិទ្ធកុមារផងអាណិតកុមារផងក៏នៅចាំរក្សាអស់មួយយប់យក្សសមាទិដ្ឋិបង្គាប់ឲ្យយក្សមិច្ឆាទិដ្ឋិឲ្យទៅយកក្រយ៉ាស្ងោយព្រះរាជាក្រុងសាវត្ថីព្រមទាំងភាជដាក់ព្រះស្ងោយមកឲ្យកុមារនោះបរិភោគហើយនិមិត្តខ្លួនធ្វើជាមេត្តាបិតាជាបាល់កុមារនោះដោយស្រួលកុមារនោះសម្គាល់ខ្លួនថានៅក្នុងផ្ទះក៏បរិភោគជាសុខឥតមានភ័យបារម្ភអ្វីឡើយទៀបភ្លឺយក្សចរិកអក្សរថាក្រយ៉ាស្ងោយនឹងភាជនេះយក្សយកទៅឲ្យកុមារនេះបរិភោគភ្លឺច្បាស់ឡើងឪពុកកុមារនាំគោមកដល់រទេះឮសូរកូននិយាយសពគ្រប់ក៏មានសេចក្តីស្ងោចក្រៃពេកចំណែកពួកនាយពិសេសអ្នកធ្វើក្រយ៉ាស្ងោយព្រះរាជាកាលដឹងថាបាត់ភាជក្រយ៉ាស្ងោយក៏តាមរកសពគ្រប់ច្រកលហកហើយភាជនៅក្នុងរទេះនោះក៏យកភាជនោះនិងកុមារនោះទៅថ្វាយព្រះរាជាតើឃើញកុមារនិងភាជដែលមានចរិតអក្សរនោះក៏ទ្រង់នឹកស្ងោចហើយទ្រង់នាំព្រាហ្មណ៍និងកុមារព្រមទាំងភាជនោះទៅថ្វាយព្រះសម្មាសម្ពុទ្ធក្រាបបង្គំទូលសពគ្រប់តាមដំណើរការនោះព្រះបរមគ្រូជាម្ចាស់ត្រាស់ថាអានិសង្សនៃចិត្តដែលជ្រះថ្លាចំពោះព្រះពុទ្ធគុណនិងវិជ័យវិការដែលកម្រើកវិចានមស្ការព្រះពុទ្ធតែងឃើញផលប្រកបដូច្នេះឯង